តើប្រៀបវិស័យចំណៃច្រើនទេបងបាទគ្រប់ជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកដាក់ចំណៃប្រៀបទៅយើងចូលម៉ោងតិចហ្នឹងរហូតដល់ម៉ោង9:10ហើយបានឡើងមកដាក់មើលវាហេវវាណាបងប្អូនខណៈកាន់តែធន់ទៅនឹងឆ្វេងខ្វាចមកចាំកន្លែងមុនបងប្អូនវាចំណាំកន្លែងអត់តែចាប់ដើមបើកទ្វារក្រាក់គឺទាំងអស់នៅក្នុងរោងហ្នឹងបងប្អូនក្រៅពីអ្នកជាប់ត្រង់ក្រៅពីអ្នកដែលយើងខាងប្រកាសគូហ្នឹងគឺវារត់មកសំដៅកន្លែងហ្នឹងរកចំណៃទាំងអស់បងប្អូនពេលយើងដាក់តាមកន្លែងទៅគឺវាចាក់សៀហើយប្រៀបបងប្អូនចំណៃរបស់វាគឺมันខុសពីមន់ទេបងប្អូនចំណៃរបស់វាអាចស៊ីមួយខាំតិចដូចអីហ្នឹងក្នុងមួយថ្ងៃក្នុងមួយក្បាលបងប្អូនហើយប្រៀបនេះប្រៀបខ្ញុំ60ក្បាល70ក្បាលជាងខ្ញុំដាក់ពេលព្រលឹមប៉ុណ្ណឹងហើយពេលថ្ងៃល្ងាចប៉ុណ្ណឹងទៀតហើយចំណៃវាខ្ញុំលាយជាមួយបាយដែលសល់ហ្នឹងបងប្អូនហើយមានស្រូវហើយមានពោតហើយមានចំណៃសម្រាប់នោះមិនទីចំណៃមិនធំបងប្អូនដើម្បីដាក់ឲ្យវាមានក្លិនក្អូបយ៉ាងហើយមានពេលខ្លះខ្ញុំថែមអំបិលតិចទៅមានពេលខ្លះបងប្អូនឃើញខ្ញុំដាក់ស្លឹកខៀវនោះខ្ញុំហាន់ស្លឹកបាសដាក់បងប្អូនស្លឹកបាសស្លឹកទីពពួកផ្លែពពួកស្លឹកដែលខៀវនេះវាមានជាតិវីតាមីនបងប្អូនវាធ្វើឲ្យស្លាបវាភ្លឺដែលយើងជំនួសម្សៅវីតាមីនជំនួសទឹកវីតាមីនអីណាយើងដាក់លាយវាមកបើវាស៊ីចំណែកមេបាបងប្អូនយើងអត់ឲ្យវាស៊ីឆ្អែតពេកទេគឺយើងដាក់វាមានកំណត់វាល្មមវាស៊ីបើស៊ីឆ្អែតពេកបងប្អូនវាថត់វានឹងអត់មានពងទេវាថត់វាឡើងខ្លាញ់វាធំអីចឹងទៅបាទឈ្មោះវិញតឡើងថត់ហ្នឹងដេកអត់ជន់ដល់វាអត់ទៅជន់ចឹងវាអត់មានមេជីវិតអញ្ចឹងអាប្រៀបមេបាហ្នឹងគឺយើងត្រូវថាដាក់ចំណីវាឲ្យវាស៊ីតែល្មមបានហើយកុំឲ្យវាស៊ីតាមចិត្តបងប្អូនបើប្រៀបបើវាស៊ីតាមចិត្តវាថត់ហើយមានចំណីប៉ុន្មានក៏វាស៊ីដែរវាស៊ីហើយទុំហើយងូតទឹកហើយថត់ហ่ะបងប្អូនបងប្អូនខ្លះគាត់ថាអូចាំប្រៀបស៊ីចំណីច្រើនណាពិបាកចាំបងប្អូនអាប្រៀបបើយើងដាក់ចំណីច្រើនវាស៊ីច្រើនហ្នឹងហើយវាស៊ីច្រើននៅដំណាក់កាលដែលវាមានកូនបញ្ចុកកូនដំណាក់កាលដែលវាបញ្ចុកកូនគឺវាប្រៀបវាបញ្ចុកកូនឲ្យឡើងពេញគេមកបងប្អូនដាក់ប្រមាណក៏អស់ដែរគឺមេហ្នឹងវាស៊ីចំណីហើយយកទៅបញ្ចុកកូនវាអស់ស៊ីចំណីហើយយកបញ្ចុកកូនវាអស់មានពេលខ្លះអាមេបាហ្នឹងវាស៊ីសគួរទុកទៀតវាស៊ីសគួរទុកសម្រាប់តែយើងដាក់ចំណីយូរទៅគឺវាបញ្ចុកកូនវាគឺវាមានពេលបញ្ចុកអត់តែពេលកូនវាស្រែកគឺវាបញ្ចុកហើយបញ្ចុកហ្នឹងបងប្អូនហើយបងប្អូនដែលឃើញទេប្រៀបបញ្ចុកកូនឡើងពេញគេហ្មងអត់មានបញ្ចុកថាសំចៃបញ្ចុកបន្តិចហើយឈប់បញ្ចុកទេណាបងប្អូនអត់តាអាកូនប្រៀបនឹងវាស្រែកគឺដឹងតែបញ្ចុកចឹងហ្មងហើយបញ្ចុកហើយឡើងហៀគេចំណៃចូលមួយខាំកន្លះអីនៅក្នុងគេបងប្អូនវាបញ្ចុកឲ្យឡើងណែនគេហ្មងសម្រាប់យើងចិញ្ចឹមប្រៀបដាក់នៅក្នុងទ្រុងយើងត្រូវផ្សំចំណីលាយខ្លះបងប្អូនមានទឹកវីតាមីនមានទឹកអីឲ្យវាស៊ីទៅដើម្បីឲ្យសុខភាពប្រៀបនឹងវាសុខភាពល្អហើយបើសម្រាប់តែយើងចិញ្ចឹមលេងនៅតាមជនបទបងប្អូនវាមកស៊ីចំណីមួយមន់មួយអីហ្នឹងឃើញវាស៊ីបានគ្រប់ហើយដល់ពេលរួចវាមានហើទៅស៊ីស្លឹកខ្ទីស្លឹកកាស្មៅស្លឹកអីបានណាប៉ុន្តែសម្រាប់តែយើងដាក់ទ្រុងបងប្អូនយើងមានកាស្មៅណានៅក្នុងហ្នឹងហើយឃើញខ្ញុំដាំលងអីនៅក្នុងហ្នឹងដែរឃើញវាចាក់ស៊ីដែរបងប្អូនស្លឹកខៀវហ្នឹងទឹកពោហ្នឹងវាចាក់ស៊ីដែរ